ត្រឹមតែមួយប្រព្រឹត្តភ្នែកសោះសោតនេតកម្មអាចឆាបឆក់យកជីវិតយើងបានយ៉ាងងាយថ្ងៃនេះប្រទេសចៅសៀមបានកក្រើកយ៉ាងខ្លាំងមែនទែនពុកម៉ែបងប្អូនជាមួយនឹងហេតុការណ៍ដ៏រន្ធត់ផ្ទួនគ្នារហូតដល់5កន្លែងរថយន្តដឹកទំនិញរាប់តង់ក្រឡាប់ស្កត់ម៉ូតូខ្ទេចកណ្ដាលផ្លូវភ្លើងឆេះហាងស៊ុបកណ្ដាលទីក្រុងទាំងមនុស្សកំពុងតែរត់ជន់ជើងគ្នាតែម្ដងគ្រាន់តែអុជធូបសុំសេចក្តីសុខសោះឡានដែលមានតម្លៃរាប់ម៉ឺនដុល្លារត្រូវបានភ្លើងលេបត្របាក់សតែឆ្អឹងរួមទាំងហេតុការណ៍ហ្គាសលេចធ្លាយនៅមុខហាង 7-Eleven ស្ទើរតែខ្លាចជាក្របបែកកណ្ដាលទីក្រុងទៅហើយតើវិនិតិនីមួយរន្ធត់នឹងគួរឲ្យព្រឺសម្បល់ក្នុងកម្រិតណាទៅដែលកើតមាននៅក្នុងប្រទេសចៅសៀមនេះសូមពុកម៉ែបងប្អូនកុំប្រព្រឹត្តភ្នែកឲ្យសោះទៅតាមដានជាមួយខ្ញុំសូមគោរពជំរាបសួរពុកម៉ែបងប្អូនជនរួមជាតិទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ភា707ថ្ងៃនេះខ្ញុំបាទនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកតាមដានព័ត៌មានលម្អិតដ៏ក្តៅគគុកទាំងនេះសូមពុកម៉ែបងប្អូនទាំងអស់គ្នាឆុងកាហ្វេមួយកៅអង្គុយផឹកហើយមកតាមដានស្ដាប់ជាមួយខ្ញុំបាទទាំងអស់គ្នាយើងចាប់ផ្ដើមបើកឆាកពីហេតុការណ៍ដ៏គ្រោះថ្នាក់ដែលគួរឲ្យព្រឺសម្បល់ទី1ដែលបានផ្ទុះឡើងនៅក្នុងស្រុកគូរ៉ាត់កាលពីវេលាម៉ោង 2:00 នាទីរសៀលនៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2026កន្លងទៅថ្មីនេះទីតាំងកន្លែងកើតហេតុគឺស្ថិតនៅលើដងផ្លូវឆៃបាដានដានខុនថតត្រង់ចំណុចគីឡូម៉ែត្រ43ក្នុងស្រុកដនខុនថតខេត្តនគររាជសីមាស្ថានភាពនៅពេលនោះពិតជាគួរឲ្យតក់ស្លុតនិងរន្ធត់យ៉ាងខ្លាំងពុកម៉ែបងប្អូនអើយរថយន្តកែច្នៃខ្នាតធំមួយគ្រឿងដែលបម្រើឲ្យវិស័យកសិកម្មបានដឹកដោយផ្ទុកទំនិញដំឡូងមីពីសពេញហៀហួសកម្រិតកំណត់ឡើងខ្ពស់ត្រដែតដែលមានទម្ងន់សរុបរាប់តោនឯណោះពុកម៉ែបងប្អូនខណៈដែលកំពុងតែបើកនៅក្នុងលបឿនមួយនៅលើដងផ្លូវសុកស្រាប់តែមិត្តរាជក៏បានមកដល់រថយន្តដ៏ធំមួយនេះបានរអិលបាត់បង់ការគ្រប់គ្រងរេចង្កូតចុះឡើងមុននឹងទៅក្រឡាប់ផ្ងាជើងធ្លាក់ចូលទៅក្នុងប្រឡាយបែរផ្លូវយ៉ាងសាហាវជាទីបំផុតពុកម៉ែបងប្អូនទាំងអស់គ្នាហើយសំឡេងបុកទង្គិចនិងសំឡេងក្រឡាប់ក្រាំងបានបន្លឺឡើងក្រក្រៅដូចបានធ្វើឲ្យប្រជាជនដែលរស់នៅក្បែរនោះស្មានតែមានការរញ្ជួយព្រះធរណីឬក៏រថយន្តបុកគ្នាបាត់ទៅទៀតហើយពុកម៉ែបងប្អូនប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកភ័យលួសប្រលឹងព្រឺសម្បល់និងស្រែកឆោឡោនោះគឺនៅពីក្រោមគំនររថយន្តកែច្នៃដ៏ធំនិងគំនរដើមដំឡូងមីរាប់តោនដែលបានសង្កត់ពីលើនោះគឺមានម៉ូតូមួយគ្រឿងទៀតហើយម៉ូតូនោះត្រូវបានកម្លាំងរថយន្តនិងទំនិញដំឡូងមីសង្កត់កំតិចឲ្យបាក់កំពិតខ្ទេចខ្ទីស្ទើរតែคล้ายជាកំតិចអេតចាយទៅហើយពុកម៉ែបងប្អូនដែលមើលទៅលែងស្គាល់ថាជាម៉ូតូម៉ាកអ្វីរូបរាងបែបណាទៀតទៅហើយទេភ្លាមនោះដែរក្រុមសង្គ្រោះស្ម័គ្រចិត្ត61ប្រចាំនៅចំណុចហួងឌួងបានប្រញាប់ប្រញាល់ចោះទៅដល់ទីកន្លែងកាត់ហេតុទាំងប្រលឹងចង់សក់ទស្សនវិជ្ជានៅចំពោះមុខគឺគំនរដំឡូងមីនិងរថយន្តផ្ងាជើងក្រុមសង្គ្រោះមិនទាន់មិនបងអង្គយូរនាំគ្នារុះរើទាញដើមដំឡូងចេញពីម៉ូតូម្ដងមួយបាច់បែកញើសប៉ុនក្របពោតឯណោះពុកម៉ែបងប្អូនអើយក្នុងចិត្តពួកគេម្នាក់គឺភ័យញាប់ញ័រខ្លាំងណាស់ព្រោះគ្រប់គ្នាគិតថាច្បាស់ជាមានសាកសពឬក៏ជនរងគ្រោះជាម្ចាស់ម៉ូតូត្រូវបានសង្កត់កិនបែកសាច់បែកអាចខ្ទេចខ្ទីនៅខាងក្រោមគំនរនោះជាមិនខានទេបេះដូងពួកគេបានលោតញាប់ខណៈដែលដៃខំកកាយក្រែងអាចជួយសង្គ្រោះជីវិតនៅខាងក្រោមនោះបានតែទោះជាយ៉ាងណាក៏ដោយដូចពាក្យចាស់ពោលថាសំណាងនៅក្នុងគ្រោះឬក៏បុណ្យដែលធំជាងកម្មដែលជាសំណាងល្អនិងជាភាពអស្ចារ្យបំផុតដែលនឹកស្មានមិនដល់ថាម្ចាស់ម៉ូតូដែលស្ថិតនៅក្នុងស្ថានភាពចន្លោះសេចក្តីស្លាប់និងសេចក្តីរស់នោះបានសម្រេចចិត្តលោតចេញពីម៉ូតូភ្លាមមកតែម្ដងឲ្យទាន់ពេលវេលាមុនពេលដែលរថយន្តយក្សនោះបានក្រឡាប់សង្កត់មកលើគាត់ការសម្រេចចិត្តត្រឹមតែ1វិនាទីនេះបានជួយសង្គ្រោះជីវិតគាត់ពីមច្ចរាជយ៉ាងពិតប្រាកដដែលធ្វើឲ្យហេតុការណ៍ដ៏រន្ធត់នេះមិនមានអ្នកណាម្នាក់បាត់បង់ជីវិតឬក៏រងរបួសធ្ងន់ធ្ងរឡើយពុកម៉ែបងប្អូនទាំងអស់គ្នាក៏ប៉ុន្តែរថយន្តកែច្នៃនិងម៉ូតូរបស់ជនរងគ្រោះត្រូវបានខ្ទេចខ្ទីខូចខាតទាំងស្រុងคล้ายទៅជាអេតចាយដែលមិនអាចជួសជុលបានឡើយបានត្រឹមតែ1វិនាទីនៃសោកនាដកម្មនេះប៉ុណ្ណោះពុកម៉ែបងប្អូនហើយយើងងាកមកមើលមច្ចរាជភ្លើងនេះវិញគឺរឹតតែគួរឲ្យព្រឺសម្បល់និងកាយសាហាវជាទីបំផុតវាបានបើកប្រតិបត្តិការវាលុកឥតប្រណីដៃឡើយហាក់ដូចជាមានការរៀបចំទុកជាមុនអីចឹងពុកម៉ែបងប្អូនគ្រាន់តែមួយយប់កាលពីថ្ងៃទី27ខែកុម្ភៈឆ្នាំ2026កន្លងទៅនោះមានអគ្គិភ័យបានផ្ទុះឡើងក្រក្រៅទៅដល់2ខេត្តផ្សេងគ្នា
ដែលធ្វើឲ្យប្រជាជនចៅសៀមដេកមិនលក់បក់មិនលហើយប្រែคล้ายទៅជាភាពភ័យខ្លាចនិងស្លន់ស្លោពេញស្រុកតែម្ដងហើយហេតុការណ៍ទី2ខណៈដែលព្រះអាទិត្យទើបតែលេចទៅបាត់ប្រជាពលរដ្ឋនៅតាមជនបទកំពុងតែជួបជុំគ្រួសារហូបបាយស៊ីបាយឆីបាយនោះនិងសម្រាប់ពីការងារនឿយហត់មួយថ្ងៃស្រាប់តែមានគ្រោះដល់អាក្រក់បានធ្លាក់មកដល់អណ្ដាតភ្លើងបានផ្ដើមឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅនៅក្នុងភូមិបាណងឃុំគោកតាគៀងស្រុកកាប់ឈើខេត្តសរិននៃឯងពុកម៉ែបងប្អូនអើយវាឆេះលឿនដូចជាភ្នែកបន្ទោលកម្ដៅភ្លើងដ៏ក្ដៅគឺគុកកម្រិតរាប់រយអង្សាសេបានដុតបំផ្លាញរំលាយរចនាសម្ព័ន្ធផ្ទះលន់សូប្រេះប៉ាំងស្រាំងឡើងខ្ទេចខ្ទីនិងបានបញ្ចេញពន្លឺក្រហមច្រាលបំភ្លឺពេញផ្ទៃមេឃនៅក្នុងភូមិដែលកំពុងតែងងឹតស្ទោនឈើម្ដាយនោះវិញទស្សនវិជ្ជានេះបានធ្វើឲ្យអ្នកភូមិរត់ចេញពីផ្ទះទាំងប្រលឹងចុងសក់និងស្រែកឆោឡោរត់ជាន់ជើងគ្នាដងទឹកជះពន្លត់ទាំងភ័យស្លន់ស្លោហើយក្រុមសង្គ្រោះហ្វាំងច័ន្ទយ៉ាននិងរថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាធរមូលដ្ឋានត្រូវបានប្រឹងប្រែងគៀកោបាញ់ទឹកយ៉ាងលំបាកបំផុតនៅកណ្ដាលយប់ងងឹតសូនឈើងនោះទម្រាំតែអាចគ្រប់គ្រងសមុទ្រភ្លើងនេះបានផ្ទះដ៏កំសត់នោះត្រូវបានឆេះរលាយខ្ទេចខ្ទីស្ទើរតែទាំងអស់គ្មានកន្លែងណាគួរឲ្យនៅទៀតទេហើយคล้ายទៅជាគំនោផេះផូផងត្រឹមតែមួយប្រពេចភ្នែកបន្សល់ទុកតែទឹកភ្នែកម្ចាស់ផ្ទះដែលយំសោកសៅនៅចំពីមុខផ្ទះតែវិញចូលមកដល់ហេតុការណ៍ទី3មិនទាន់នឹងស្ងប់អារម្មណ៍ពីខេត្តសូរិនផងចូលដល់ម៉ោង 10:15 នាទីភាពវឹកវររឹតតែក៏ក្រើកដីពេលមកចរិចភ្លើងបដូរគោលដៅមកឆាបឆេះកណ្ដាលទីក្រុងវិញម្ដងអាគីភ័យដ៏សាហាវខូខើបានឆាបឆេះហាងអ៊ុតស៊ុំជីមចាំមួយកន្លែងដែលកំពុងតែមានមនុស្សអ៊ូអរស្ថិតនៅចំកណ្ដាលបេះដូងទីក្រុងនៅក្បែររង្វង់មូក្រមាលួងប្រាចាក់ស្ថិតនៅលើផ្លូវស៊ីតសូខេត្តឧត្តរធានីសូមពុកម៉ែបងប្អូនសាកស្រមៃមើលទស្សនវិជ្ជានៅពេលនោះចុះខណៈដែលអតិថិជនកំពុងតែអង្គុយហូបស៊ុបយ៉ាងឆ្ងាញ់ពិសាសុកស្រាប់តែភ្លើងក៏ឆាបឆេះសន្ធោសន្ធៅយ៉ាងខ្លាំងឡើងផ្សែងខ្មូខ្មាញ់ហុយពេញហាងមនុស្សម្នាទាំងក្មេងទាំងចាស់ទាំងបុគ្គលិកភ័យលួសប្រលឹងរត់ចោលចានបាយរត់ចោលចានស៊ុបរត់ចោលតុចែកជើងគ្នាយកតែជីវិតមកក្រៅស្រែកឆោឡោអឹងកងពេញដងផ្លូវតែម្ដងពុកម៉ែបងប្អូនត្រឹមតែប្រមាណនាទីសំឡេងស៊ីរ៉ែនរថយន្តទឹករបស់សមត្ថកិច្ចចៅសៀមបានពន្លឺឡើងខ្វាត់ខ្វែងឬឡើងពេញទៅហឹងនៅក្នុងទីក្រុងតែម្ដងការឆាបឆេះនៅកណ្ដាលទីប្រជុំជនដែលមានមនុស្សរស់នៅកកកបែបនេះបានធ្វើឲ្យអាជ្ញាធរចៅសៀមតានតឹងនិងបែកញើសប៉ុនក្របពោតតែម្ដងពុកម៉ែបងប្អូនព្រោះប្រសិនបើទប់ស្កាត់មិនទាន់ពេលវេលានោះទេអណ្ដាតភ្លើងបិសាចនេះនឹងរីករាលដាលលេបត្របាក់អគារពាណិជ្ជកម្មនិងផ្ទះល្វែងដែលនៅជាប់គ្នានោះជាក់ជាមិនខានដែលធ្វើឲ្យជាសមុទ្រភ្លើងនៅក្បែរទីក្រុងដ៏ពោពេញទៅដោយឡានក្រហមងាយឆ្អៅតែម្ដងដែលអាចនឹងខាតបង់ទ្រព្យសម្បត្តិរាប់លានដុល្លារជាក់ជាមិនខានឡើយនេះហើយគឺជារូបភាពនៃគ្រោះមហន្តរាយដែលបានលងបន្លាចប្រទេសចៅសៀមទាំងយប់ទាំងថ្ងៃដែលមកពីពួកវាបានសាងកម្មពៀនិងមានគំនិតចៅសៀមឈ្លានពានមកលើទឹកដីកម្ពុជារបស់យើងសូមឲ្យទេវតាវត្ថុស័ក្តិសិទ្ធិអ្នកតាម្ចាស់ទឹកម្ចាស់ដីដែលថែរក្សាព្រះរាជាណាចក្រកម្ពុជាតាមលងប្រឡាចនិងដាក់បណ្ដាសាតាមផ្ដន់ទាឲ្យប្រទេសចៅសៀមមួយនេះជួបតែរឿងវិនិច្ឆ័យអន្តរាយភ្លើងឆេះតិចលិចលង់ទឹកពធនីសោបហើយចូលមករឿងដែលហួសចិត្តមួយទៀតទើបតែអុជធុកសុំសេចក្តីសុខសោះបែរជាភ្លើងឆេះឡានខ្លួនឯងសតែគ្រោងដែកចូលដល់ទីតាំងទី4នេះវិញពុកម៉ែបងប្អូនស្ដាប់ហើយប្រកាសជាហួសចិត្តស្ទើរតែគាំងបេះដូងនិយាយលេងចេញជាក់ជាមិនខាននេះហើយដែលហៅថាគ្រោះដែលនឹកស្មានមិនដល់ជារឿងដែលគួរឲ្យសង្វេគជាទីបំផុតគ្រាន់តែមានបំណងល្អទៅធ្វើបុណ្យសុំសេចក្តីសុខសោះបែរជារលាយទ្រព្យសម្បត្តិរាប់ពាន់ម៉ឺនដុល្លារត្រឹមតែមួយប្រពេចភ្នែកទៅវិញពុកម៉ែបងប្អូនទាំងអស់គ្នារឿងរ៉ាវដ៏គួរឲ្យរន្ធត់ទាត់ស្លុតមួយនេះបានផ្ទុះឡើងកាលពីព្រលឹមព្រឹកស្រាងៗនៅវេលាម៉ោង 7:04 នាទីព្រឹកថ្ងៃទី1ខែមីនាឆ្នាំ 2026 ថ្មីនេះនៅក្នុងសួនច្បារសាធារណៈបឹងឆវាងស្ថិតនៅក្នុងខេត្តពិษណុលោកស្ត្រីវ័យចំណាស់57ឆ្នាំម្នាក់ឈ្មោះថាតុងសាក់រាយបានបើករថយន្តជាទីស្រឡាញ់របស់គាត់គឺរថយន្តទំនើបពណ៌សយ៉ាងស្រស់ស្អាតដែលធ្វើដំណើរមកកាន់បឹងនេះដើម្បីធ្វើបុណ្យប្រឡែងត្រីអន្ទង់សត្វអ្វីផ្សេងដែលគឺរស់នៅក្នុងទឹកសូមសេចក្តីសុខសូមសេចក្តីចម្រើនសូមលាភសូមជ័យសំណាងល្អទៅតាមប្រពៃណីនិងជំនឿសាសនារបស់ពួកវាដែរដើម្បីឲ្យបារមីស័ក្តិសិទ្ធិដែលពូកែមកតាមថែរក្សា
ហើយគាត់ក៏បានអុជធូបបួងសួងប្រាប់ម្ចាស់ទឹកម្ចាស់ដីប្រភពពធនេះដោយដោតធូបទុកនៅក្បែររថយន្តរបស់គាត់រួចក៏ដើរចុះទៅមាត់បឹងបាត់ទៅប៉ុន្តែរឿងដែលគួរឲ្យព្រឺសម្បល់នឹងនឹកស្មានមកដល់បំផុតនោះគឺខណៈដែលពួកគាត់កំពុងតែលែងត្រីយ៉ាងសប្បាយចិត្តរីករាយឯនោះវិញស្រាប់តែមានខ្យល់បក់បោកយ៉ាងខ្លាំងមកគួចយកកំទេចផេះធូបដែលកំពុងតែមានភ្លើងក្រហមក្អៅហោះចូលទៅក្នុងរថយន្តរបស់ពួកគាត់តែបានបើកចំហទ្វារចោលនោះភ្លើងធូបដ៏តូចមួយនេះបានធ្លាក់ចូលចំកន្លែងដែលងាយនឹងឆេះរួចក៏ចាប់ផ្ដើមឆាបឆេះរីករាលដាលយ៉ាងសន្ធោសន្ធៅពីក្នុងតែម្ដងលុះពេលស្ត្រីដែលមានវ័យចំណាស់អាយុ57ឆ្នាំរូបនេះលែងត្រីរួចដើរត្រឡប់មកវិញដោយទឹកមុខញញឹមព្រំប្រៃសង្ឃឹមថានឹងទទួលបានបុណ្យកុសលសັບតែងើយមុខឡើងសម្លឹងមើលទៅមុខឡានគាត់ស្ទើរតែដាច់ផ្ងាបាត់ព្រលឹងពីខ្លួនឡានតម្លៃរាប់ម៉ឺនរបស់គាត់ដែលកំពុងតែជិះមកមិញនេះកំពុងតែត្រូវសមុទ្រភ្លើងលេបត្របាក់យ៉ាងសន្ធោសន្ធៅផ្សែងខ្មូខ្មាញ់ចេញពីក្នុងរថយន្តកម្ពស់រាប់សិបម៉ែត្របាំងផ្ទៃមេឃចិត្តដូចគ្នាអញ្ចឹងទៅលាយឡំជាមួយនឹងសំឡេងកម្ដៅភ្លើងដុតកញ្ចក់ឲ្យបែកលាន់សូរប្រេះគួរឲ្យរន្ធត់ញាប់ញ័រជាទីបំផុតផងដែរស្ត្រីរងគ្រោះបានត្រឹមតែស្រែកយំទ្រហោទៅអឹងកងភ័យស្លន់ស្លោហៅគេឯងឲ្យមកជួយតែគ្មាននរណាម្នាក់ហ៊ានចូលក្បែរនោះឡើយព្រោះគ្រប់គ្នាខ្លាចឡាននោះផ្ទុះឆាបឆេះដល់ខ្លួនឯងវិញទៀតទម្រាំតែរថយន្តពន្លត់អគ្គីភ័យបើកស៊ីរ៉ែនមកដល់នឹងបានប្រើប្រាស់ទុយោបាញ់ទឹកយ៉ាងតានតឹងអស់រយៈពេលជាង30នាទីទើបអាចគ្រប់គ្រងស្ថានភាពអណ្ដាតភ្លើងបិសាចនេះបានប៉ុន្តែអ្វីបានហួសពេលទៅហើយពុកម៉ែបងប្អូនរថយន្តពណ៌សដ៏ស្រស់ស្អាតត្រូវបានភ្លើងឆេះរលាយខ្ទេចខ្ទីគ្មានសល់រូបរាងសល់ត្រឹមតែគ្រោងឆ្អឹងដៃពណ៌ខ្មៅឆ្អិនស្គមស្គាំងប៉ុណ្ណោះឯងនេះគ្រាន់តែទៅធ្វើបុណ្យសុំសេចក្តីសុខនៅព្រឹកព្រលឹមសោះបែរជាមកជួបគ្រោះមហន្តរាយរលាយទាំងឡានទាំងមូទាំងអស់គ្មានសល់ដោយសារតែការធ្វើប្រហែសត្រឹមតែ1វិនាទីនេះគឺជាមេរៀនដ៏ក្តៅគគុកមួយសម្រាប់ពុកម៉ែបងប្អូនជនរួមជាតិយើងទាំងអស់គ្នាឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចកាលរាល់ការពេលដែលអុជធូបនៅជិតរថយន្តឬក៏វត្ថុណាមួយដែលងាយនឹងឆាបឆេះពុកម៉ែបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ទាំងអស់គ្នាមិនទាន់អស់ទេពុកម៉ែបងប្អូននេះគឺជាព្រឹត្តិការណ៍ទី5ចុងក្រោយហើយរឹតតែធ្វើឲ្យប្រជាជនថៃបែកញើសពន់ក្របពោះទៅទៀតលុះប្រលឹងសឹងតែកាំងបេះដូងគ្រប់គ្នាព្រោះថាវាមិនមែនជាគ្រាន់តែគ្រោះភ្លើងឆេះធម្មតានោះទេតែវាប្រៀបដូចជាក្របបែកពេលវេលារងចាំតែផ្ទុះនៅចំកណ្ដាលបេះដូងនៃរាជធានីបាងកកអញ្ចឹងពុកម៉ែបងប្អូនកាលពីវេលាម៉ោង 3:43 នាទីទីភ្លឺឈានចូលថ្ងៃទី1ខែមីនាឆ្នាំ2026កន្លងទៅថ្មីនេះដែរខណៈដែលទីក្រុងបាងកកដ៏ធំទូលំទូលាយកំពុងតែស្ងាត់ជ្រងំស្រាប់តែនៅចំពីមុខហាង 7-Eleven ត្រង់មាត់ច្រកវត្តដួងខែននៅលើដងផ្លូវចារុនវឿងក្នុងខណ្ឌបូតុងវ៉ាន់មានហេតុការណ៍មួយបានក៏ក្រើកឡើងរមកកង3តុកពណ៌ខៀវលាយក្រហមមួយគ្រឿងពាក់ស្លាកលេខពុសក689បកដែលជារថយន្តនិមិត្តរូបរបស់ប្រជាជនថៃស្រាប់តែប្រែក្លាយទៅជាបាច់រាជយាមទ្វារដោយមិនដឹងខ្លួនមូលហេតុដោយសារតែបានជួបបញ្ហាខូចហ្គាសយ៉ាងធ្ងន់ធ្ងរគ្រាន់តែវ៉ានរបូតភ្លាមអ៊ូស្មានហ្គាសដ៏គ្រោះថ្នាក់បានបាញ់ភាយចេញមកក្រៅយ៉ាងកញ្ឈោវងកងរំពងពេញដងផ្លូវប្រៀបដូចសំឡេងពស់វែករាប់ពាន់ក្បាលកំពុងតែព្រោះពឹសអញ្ចឹងពុកម៉ែបងប្អូនក្លិនពុលហ្គាសបានសាយភាយក្រោតដណ្ដប់ពេញទីប្រជុំជនយ៉ាងក្រាស់ធ្វើឲ្យអ្នកធ្វើដំណើរនិងបុគ្គលិកកំពុងតែធ្វើការនៅក្នុងហាង 7-Eleven មានការភ័យស្លន់ស្លោរត់ចែកជើងគ្នាយកប្រាស់អាយុរត់ចែកជើងគ្នាយកប្រាស់អាយុទាំងកណ្ដាលរាត្រីទាំងកណ្ដាលអាទិត្យតែម្ដងពួកអាចោសៀងវាអសនជន់កគ្រប់គ្នាហើយពេលនេះសូមពុកម៉ែបងប្អូនជនរួមជាតិគិតមើលថានៅទីប្រជុំជននៅមុខហាង 7-Eleven ដែលមានចរន្តអគ្គិសនីខ្វែងខ្វាត់ខ្វែងបែបនេះប្រសិនបើមានអ្នកធ្វើដំណើរណាម្នាក់ដើរកាត់ឬក៏គ្រាន់តែបុកកន្ទុយបារីចោលដោយមិនដឹងខ្លួនឬក៏គ្រាន់តែមានផ្កាភ្លើងឆក់ទុសេចេញពីម៉ាស៊ីនត្រជាក់តែប៉ុនតសៃសក់នោះអ៊ូស្មានហ្គាសដែលពូពេញទៅដោយអាកាសនេះនឹងបង្កទៅជាការផ្ទុះឆាបឆេះក៏ក្រើកដេយคล้ายទៅជាសមុទ្រភ្លើងលាយឡំទាំងអាគារនិងគំនិតហាង 7-Eleven ឲ្យខ្ទេចខ្ទីគ្មានសល់រូបរាងជាក់ជាមិនខានឡើយស្ថានភាពពេលនោះដែរគ
គឺមានភាពតានតឹងដល់កម្រិតកម្ពុជាតែម្ដងស្ថានីយ៍ពន្លត់អគិភ័យនិងសង្គ្រោះបន្ទាន់បុទុមវ៉ាន់ត្រូវបានបញ្ជូនកងកម្លាំងចោះមកបិទផ្លូវជាបន្ទាន់មិនឲ្យមានរថយន្តផ្សេងបើកកាត់ឬក៏ឈ្មោះមកកាន់ទីនេះជាដាច់ខាតក្រុមសង្គ្រោះជីវិតទាញយកទៅយោបាញ់ទឹកយ៉ាងសន្ធោសន្ធៅសន្ធប់ទៅលើរមាក់កង3នោះដើម្បីបន្សាបបរិមាណហ្គាសដែលកំពុងតែធ្លាយចេញយ៉ាងមកគំហុកនោះដែរឲ្យរលាយទៅក្នុងបរិយាកាសវិញរថយន្តអគ្គីភ័យត្រូវបានបាញ់ទឹកទប់មុខហ្គាសរួចរហូតតតែអស់រលីង2ធុងទើបអាចគ្រប់គ្រងនិងអាចដកដង្ហើមធំបានមួយពពេចភ្នែកទៅសង្គ្រោះទីក្រុងនេះបានទាំងលុះប្រលឹងនេះគឺជាការចាត់ទុកថាជាសំណាងពិនភ្នំដែលគ្មានពលរដ្ឋណាម្នាក់រងរបួសឬក៏បាត់បង់ជីវិតនៅក្នុងហេតុការណ៍ដ៏រន្ធត់នេះផងដែរពុកម៉ែបងប្អូនជនរួមជាតិជាទីគោរពស្នេហាមហន្តរាយទាំង5ទីតាំងនេះគឺជាខ្សែភាពយន្តជីវិតពិតដ៏ព្រឺសម្បល់ដែលបង្ហាញយ៉ាងច្បាស់អំពីភាពវឹកវរនិងសេចក្តីភ័យស្លន់ស្លោនៅក្នុងប្រទេសចៅសៀមមិនថាគ្រោះថ្នាក់ចរាចរណ៍ភ្លើងឆេះហាងឬក៏រឿងការធ្វេសប្រហែសអុជធូបឆេះរថយន្តខ្លួនឯងនោះទេសុទ្ធតែជាមេរៀនដ៏ក្តៅគគុកសម្រាប់ឲ្យយើងគ្រប់គ្នាមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចរាល់ពេលដែលអុជធូបទៀននៅជិតរថយន្តឬក៏វត្ថុនឹងដែលងាយឆេះនោះតើពុកម៉ែបងប្អូនជនរួមជាតិយល់យ៉ាងណាដែរចំពោះព្រឹត្តិការណ៍វិនិស្សកម្មផ្ទួននៅស្រុកចៅសៀមទាំងនេះសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយបញ្ចេញមតិយោបល់នៅខាងក្រោមនេះទាំងអស់គ្នាកុំភ្លេចជួយចុច like share វីដេអូនេះម្នាក់មួយដើម្បីចែកម្លែកឲ្យទៅដល់ពិភពលោកបានដឹងបានឃើញពីការពិតដែលកំពុងតែកើតមាននិងគឺជាចំណេះដឹងទៅដល់ពុកម៉ែបងប្អូនជនរួមជាតិខ្មែរយើងជាពិសេសសូមជួយចុច Subscribe លើ Channel ភា707និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននៅព័ត៌មានដ៏ក្តៅគគុកនិងក៏ក្តៅដោយប្រភពនេះជាបន្តបន្ទាប់នៅថ្ងៃស្អែកបន្តទៀតបាទសូមគោរពអរគុណច្រើនដល់ពុកម៉ែបងប្អូនដែលបានចំណាយពេលដ៏មានតម្លៃតាមដានស្ដាប់នៅព័ត៌មាននៅថ្ងៃនេះសូមពុកម៉ែបងប្អូនទាំងអស់គ្នាមានសុខភាពល្អសូមអរគុណច្រើនសូមជម្រាបលាពីខ្ញុំបាទភា707